ដឹងការបិទហើយសពបរោះប្រទះឃើញកប់ក្នុងចំការស្វាយចន្ទីយោងតាមប្រមានផ្លូវការរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលជាតិស្ដីពីការចាប់ខ្លួនជនជាតិចិន7នាក់ប៉ុន្តែជនពាក់ព័ន្ធ4នាក់ករណីយកសសពទៅប្លង់ចោលនៅក្នុងចំការស្វាយចន្ទីស្រុកពញាក្រែកខេត្តត្បូងឃ្មុំដឹងកាពិតហើយគឺជាករណីលាក់បាំងសាកសពព័ត៌មាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹងថាកាលពីថ្ងៃទី2ខែមីនាឆ្នាំ2025វេលាម៉ោង 16:30 នាទីមានករណីប្រទះឃើញសាកសពបរិសុទ្ធជនជាតិចិននៅចំណុចចំការស្វាយចន្ទីមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំង ប្លង់ទី2ឃុំត្រពាំង ប្លង់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំក្រោយពីមានហេតុការណ៍នេះកើតឡើងដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯកងេងជួរប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីហ៊ុនមនីរតលោកវរៈសេនីយ៍ឯកហែមបូណានិងលោកវរៈសេនីយ៍ឯកឆាន់គឹមលីអនុប្រធាននាយកដ្ឋានបានចុះទៅសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនិងខេត្តព្រះសីហនុធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញយ៉ាងយកចិត្តទុកដាក់ដោយកំណត់បានអត្តសញ្ញាណនិងទីតាំងលាក់ខ្លួនរបស់ក្រុមមនុស្សមួយចំនួនដែលពាក់ព័ន្ធយកសសពទៅកប់ចោលដោយពំបានរាយការណ៍ជូនសមត្ថកិច្ចលុះដល់ថ្ងៃទី13ខែមីនាឆ្នាំ2025វេលាម៉ោង 12:10 នាទីកម្លាំងជំនាញបានបន្តសហការដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន7នាក់ក្រោយពីឃាត់ខ្លួនជនសង្ស័យ7នាក់យកទៅសាកសួរគឺមានតែ4នាក់ទេដែលជាប់ពាក់ព័ន្ធបទល្មើសមួយឈ្មោះសាវលិនភេទប្រុសអាយុ26ឆ្នាំជនជាតិចិនពីរឈ្មោះស៊ូនិងស៊ុនភេទប្រុសអាយុ30ឆ្នាំជនជាតិចិន3ឈ្មោះសៃអង្ខាយភេទប្រុសអាយុ19ឆ្នាំជនជាតិមីយ៉ាន់ម៉ា4ឈ្មោះអង្តាអៃឡៃភេទប្រុសអាយុ23ឆ្នាំជនជាតិមីយ៉ាន់ម៉ាជនសង្ស័យទាំង4នាក់បានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថាកាលពីថ្ងៃទី27ខែកុម្ភៈឆ្នាំ2025ពួកគេពិតជាបានធ្វើសកម្មភាពដឹកជននគ្រោះដែលធ្លាក់ពីលើអគារមួយកន្លែងនៅខេត្តត្បូងឃ្មុំស្លាប់តាមផ្លូវហើយក៏ដឹកសាកសពយកទៅកប់នៅក្នុងចំការស្វាយចន្ទីដែលស្ថិតនៅក្នុងភូមិត្រពាំង ប្លង់ទី2ឃុំត្រពាំង ប្លង់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំប្រកាសមែនចំណែកឯមនុស្សចំនួន3នាក់ទៀតគឺមិនមានជាប់ពាក់ព័ន្ធក្នុងករណីខាងលើនោះទេក្រោយបញ្ចប់ការសាកសួរជនដែលដល់4នាក់ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីចាត់ការបន្តតាមនីតិវិធីសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ